បាទជំរាបសួរបងប្អូនបាទនាំថៃលេងឈូសហើយបងប្អូនហ្នឹងហើយនាំថៃលេងឈូសមើលសាកលបងលមើលលេងឈូសឈ្នះខ្មែរអត់ខ្មែរយើង3 4 5នាក់ហើយថៃ3 4នាក់ដែរបងប្អូនហ្នឹងហើយនៅខាងស្រុកច័ន្ទវរីបាទច័ន្ទវរីប្រទេសថៃបាទលេងឈូសសប្បាយហ៎បងប្អូននឹករលឹកអនុស្សាវរីយ៍កាលដែលនាំគ្នាលេងឈូសទាំងតកែថៃមិនប្រកាន់វណ្ណៈអីបងប្អូនលេងឈូសតែលេងអត់ឆ្នះខ្មែរយើងឯងព្រោះរឿងឈូសរឿងអីហ្នឹងវាថ្នាក់តាំងពីនៅទូចមកបងប្អូនហ្នឹងហើយអូខេគឺត្រូវតែឈ្នះបាទត្រូវឈ្នះសប្បាយអរគុណច្រើនសូមគោរពជម្រាបលាបងប្អូន